ពាក្យសម្ដីត្រង់ភ្លឹងកាប់គេហើយត្រូវរបួសខ្លួនឯងសម្ដីត្រង់ភ្លឹងជាកាមិតមុខពីរតែមិនមែនជាកាមិតប្រើសម្រាប់ត្រុសត្រាយបន្លាឬឧបសគ្គអ្វីនោះទេមានបុរសម្នាក់ជាបុគ្គលិកថ្នាក់កណ្ដាលរបស់ក្រុមហ៊ុនមួយនរណាក៏សរសើរគាត់ថាជាមនុស្សល្អដែរប៉ុន្តែគាត់មិនដែលត្រូវគេដំឡើងតំណែងឲ្យទេចំណែកមិត្តភ័ក្តិរួមចំនួនជាមួយគាត់ចូលធ្វើការងារក្នុងក្រុមហ៊ុនដំណើរគ្នាបើមិនទទួលបានការដំឡើងតំណែងជាប្រធានសាខាទេក៏បានជាប្រធានផ្នែកអ្វីមួយដែរក្រៅពីនេះទោះជាអ្នកដទៃទទួលស្គាល់ថាគាត់ជាមនុស្សល្អតែគាត់មានមិត្តភ័ក្តិតិចតួចណាស់ក្រោយពីចប់ម៉ោងការងារគាត់មិនដែលចេញទៅដើរលេងកម្សាន្តជាមួយនរណាទេឬបើនៅក្នុងក្រុមហ៊ុនក៏ច្រើនតែនៅតែឯងដែរភាពជាមនុស្សនិយាយស្ដីត្រង់មិនចេះទប់កាត់ពាក្យសម្ដីបានคล้ายទៅជាឧបសគ្គដោយផ្ទាល់ចំពោះសម្ព័ន្ធភាពរវាងគាត់និងមិត្តភ័ក្តិរួមការងារនេះគឺជាមូលហេតុសំខាន់ដែលធ្វើឲ្យគាត់ត្រូវនៅត្រឹងមួយកន្លែងនិងមិនត្រូវបានគេពិចារណាឲ្យឡើងតំណែងដូចជាគេឯងតាមពិតការនិយាយស្ដីត្រង់ទៅត្រង់មកជានិស្ស័យដែលគួរឲ្យស្រឡាញ់ជាលក្ខណៈដែលយើងគួរគោរពផ្ដល់តម្លៃក៏ព្រោះតែមនុស្សប្រភេទមាត់និងចិត្តដូចគ្នាប៉ុណ្ណេះដែលអាចជួយបែងចែកត្រូវខុសល្អអាក្រក់ស្អាតមិនស្អាតនិងធ្វើឲ្យចំណុចល្អនិងចំណុចអាក្រក់ស្ដែងចេញមកដ៏ច្បាស់បានប៉ុន្តែក្នុងសង្គមមនុស្សដ៏ព្រៃផ្សៃនេះមនុស្សត្រង់ស្ដោកជាមនុស្សចាញ់ប្រៀបគេជានិច្ចស្រួលមិនស្រួលអាចត្រូវរងគ្រោះថ្នាក់ធ្ងន់ធ្ងរឬដល់ថ្នាក់អស់ជីវិតទៀតផងរឿងបែបនេះមានគំរូឲ្យយើងឃើញជាហូរហែមកហើយមនុស្សចូលចិត្តនិយាយស្ដីត្រង់ទៅត្រង់មកតែងសំដៅដល់ហេតុការណ៍ឬបញ្ហានិយាយដោយអារម្មណ៍ប្រសិទ្ធអណ្ដែតគិតត្រឹមថាបើមិននិយាយមុខតែនឹងបែកទ្រូងស្លាប់សម្ដីដែលចេញពីមាត់ដោយគ្មានចេតនាអាចជារំពាត់វេយធ្វើបាបអ្នកដែលត្រូវរិះគន់យើងឲ្យឈឺចាប់អស់មួយជីវិតគេមិនដឹងថាត្រូវតបស្នងយ៉ាងដូចម្ដេចទើបចងគំនុំទុកបើមិនដូច្នោះទេក៏ចាប់ផ្ដើមរៀបចំការពារខ្លួនសាងកំពែងទប់រវាងគេនិងយើងឡើងដែរមនុស្សនិយាយស្ដីត្រង់ផងច្រើនតែមានទំនោរទៅរកការស្រឡាញ់យុត្តិធម៌ពាក្យសម្ដីរបស់គេមានទំនោរទៅរកការបំផ្លាញច្រើនដូច្នេះទើបមនុស្សចម្ពោះនេះคล้ายទៅជាឧបករណ៍បើកកាយរឿងអត់កំបាំងដ៏មិនត្រឹមត្រូវរបស់អ្នកដទៃដោយទទួលបាននូវការពន្យុះពីអ្នកផ្សេងមិនថាលទ្ធផលយ៉ាងម៉េចទេមនុស្សចម្ពោះនេះច្រើនតែคล้ายទៅជាពពែទទួលបាបបើជោគជ័យអ្នកដែលផ្ដើមគិតឬអ្នកបញ្ជាគេនឹងបានមុខបានមាត់យើងផ្ទាល់ក៏បានផលលំមុំជាទីពេញចិត្តខ្លះដែរប៉ុន្តែភាគច្រើនដែលតែងតែស្ដែងឲ្យយើងឃើញគឺយើងនឹងคล้ายទៅជាឆ្អឹងទទឹងករបស់អ្នកដទៃត្រូវគេបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅរងចាំតែឱកាសទទួលការសងសឹកពីគេវិញនោះឯងនៅក្នុងសង្គមមនុស្សដ៏ព្រៃផ្សៃនេះមនុស្សដែលនិយាយត្រង់ស្ដោកគឺប្រៀបដូចជាកាបិតមុខពីរអញ្ចឹងដែលបំផ្លាញអ្នកដទៃដោយខ្លួនឯងក៏ត្រូវរបួសដែរដូច្នោះវាមិនមែនជាកាំបិតសម្រាប់ត្រួសត្រាយបន្លាឬលះវល់អ្វីនោះទេអ្នកដែលដឹងខ្លួនថាខ្លួនឯងស្ថិតនៅក្នុងក្រុមមនុស្សប្រភេទនេះក៏គួរតែប្រយ័ត្នទី1នោះគឺមិនគួរនិយាយត្រង់ភ្លឹងនៅចំពោះមុខអ្នកដទៃកុំទៅកាត់ក្តីឲ្យនរណាខុសនរណាត្រូវឬព្យាយាមសម្ដែងបំណងល្អចំពោះអ្នកដទៃដោយរំពឹងចង់ជួយដោះខាត់អំពីនិស្ស័យមិនល្អរបស់ពួកគេឲ្យសោះកុំប្រកាន់យកគំនិតថាកាន់តែស្រឡាញ់កាន់តែថាឬប្រកាន់គំនិតថាផ្អែមជាថ្នាំពុលល្វិញជាឱសថឲ្យសោះព្រោះសារជាតិរបស់មនុស្សយើងមិនថាជានរណាគឺតែងតែមានកំពែងនៅក្នុងចិត្តមានការគោរពខ្លួនឯងនិងមានក្តីប្រាថ្នាការពារខ្លួនឯងគ្រប់គ្នាដូច្នេះយើងគួររងាប់ចិត្តកុំនិយាយអ្វីដែលជាការចាក់ដោតទៅលើនរណាម្នាក់ឲ្យសោះបើចង់និយាយក៏គួរតែនិយាយចោលនិងផ្ដោតទៅលើតែចំណុចណាមួយនោះបានហើយត្រង់គេស្ដាប់ឬមិនស្ដាប់ជារឿងរបស់គេមិនមែនជាការងារអ្វីរបស់យើងនោះទេពីចំពោះរឿងអ្វីផ្សេងកុំទៅរិះគន់ថាវាខុសបែបនេះខុសបែបនោះឲ្យសោះការទៅរិះគន់លើរឿងអ្វីគឺស្មើនឹងរិះគន់មនុស្សមានមនុស្សធ្វើភ្លើខ្លះតែងតែប្រកែកថាខ្ញុំគ្រាន់តែរិះគន់កិច្ចការនេះទេតើខ្ញុំមានបានរិះគន់បុគ្គលនេះណាទឹកលែងតែយើងមានអំណាចខ្លាំងមានឋានៈឬមានតំណែងខ្ពស់ដែលអាចផ្លាស់ប្ដូរស្ថានភាពនោះឲ្យបានប្រសើរឡើងនោះទើបចាត់ទុកថាមានតម្លៃប៉ុន្តែបើធ្វើមិនបានទេគួរតែនៅស្ងៀមប្រសើរជាងឬបើមិនចាំបាច់ត្រូវនិយាយក៏គួរតែនិយាយដោយប្រយោលចំពោះតែចំណុចនោះប៉ុណ្ណោះទោះជានរណាគេស្ដាប់ឬមិនស្ដាប់ខុសអាស្រ័យទៅលើសតិសម្បជញ្ញៈរបស់គេទៅចុះ